រសជាតិអស្ចារ្យផ្អើលដល់ទេវតាឋានព្រះឥន្ទ្រជ្រាបក្លិនក្រអូបឈ្ងុយគឺនំបាយទ្រាបខ្ញុំសូមជម្រាបប្រហើស្លឹកតើយល្ងសឈ្ងុយឈ្ងប់ភ្លក់មិនចង់ឈប់មើលមាត់ដឹងហើយមានសាច់ដូងខ្ចីរោយពីលើអើយមើលឃ្លីបរួចហើយធ្វើតាមមិនខុស Wow. ស្លឹកតើយកាត់ខ្លីលាងទឹកលោកលីក្រឡុកល្អិតល្អរួចត្រងយកទឹកមិនឲ្យកកត្រៀមលាងអង្ករស្អាតល្អពីទឹកលាងអង្ករហើយត្រៀមទឹកស្លឹកតើយចាក់ចូលក្រឹកក្រឹកត្រាំអង្ករចោល2ម៉ោងទើបនឹកចាំយូរឡើងផ្លឹកនឹកចំហុយតកញ្ច្រែងប្រហោងចាក់អង្ករចូលប្រងបាយឆ្អិនស្អាតល្អទឹកពុះផ្សែងផ្អោង1ម៉ោងបន្តដំណើបទន់សក្លិនប្រហើរណាស់បាយឆ្អិនចាក់ប្រោកបាយឈ្ងុយស្រួយខ្ញោកច្រោកច្រោកក្នុងថាសវាចទុកចោលឲ្យត្រជាក់ច្បាស់ការងារត្រូវផ្លាស់លីងផ្ទុះផ្លេតផ្លោតវាយមើលគ្រឿងផ្សំមិនមែនលំមានផ្សំស្ករត្នោតមានអំបិលម៉ត់ខ្ទិះសុទ្ធមិនឆោតល្ងគ្រាប់ក្រឡោតបងអ៊ូតទឹកតើយខ្ទះក្តៅដល់កចាក់ខ្ទិះចូលឆដាក់ស្ករតាមហើយម៉ិលលោតចូលភ្លុងអត់នៅកន្តើយភ្លើងមិនខ្លាំងឡើយកូរតាមសប្បាយគ្រឿងរលាយល្អបាយដំណើបសដាក់ចូលមិនខ្ចាយកូរទៅរឿយអត់មាននឿយណាយជោគគឹះគោកាយคล้ายជាបាយទ្រាបមើលហើយកុំស្ដាយចុច comment like ឲ្យព្រះឥន្ទ្រជ្រាបទេវតាជួយសៀឋានខ្ពស់ឋានទាប follow ទើបជ្រាបប៉ាពេជ្រ cooking king បាទហើយសម្រាប់វីដេអូបង្ហាញពីវិធីធ្វើបាយទ្រាបស្លឹកតើយរបស់យើងនេះក៏មានតែប៉ុណ្ណេះឯងសម្រាប់ខ្ញុំបាទប៉ាពេជ្រ cooking សូមអរគុណសូមជម្រាបលាបាយបិទកតិតគូត